ខ្ញុំចង់លើកឡើងនិយាយអំពីលោកតាស៊ិចបន្តិចតែខ្ញុំមុននឹងនិយាយខ្ញុំសូមថ្លែងអំណរគុណដល់ព្រះអង្គលោកតាស៊ុចដែលលោកមិនភ្លេចកំណើតជាសញ្ជាតិខ្មែរព្រោះលោកជាសញ្ជាតិខ្មែរក៏ប៉ុន្តែទន្ទឹមនឹងថ្លែងអំណរគុណដល់ព្រះអង្គលោកតាស៊ុចនេះខ្ញុំក៏មានការរិះគន់ក៏ដូចជាប្រជាជនខ្មែរយើងទូទៅមួយចំនួនពិសេសគឺនៅសុរិន្ទដែលមានការជេរប្រតិចផ្ដាសាដល់លោកតាស៊ុចហេតុអ្វីបានគេជេរលោកតាស៊ុចមានសង្ឃដីកាអសរោះសម្បើមណាស់បើសិនជាព្រះសង្ឃលោកប្រើភាសានេះគេមិនសំដៅទៅលើព្រះសង្ឃទេបើព្រះសង្ឃគឺភាសាសិលធម៌គុណធម៌តែបើភាសាសាមញ្ញគេថាភាសាពាលព្រោះលោកបានមានសង្ឃដីកាថាបើសិនជាការច្បាំងគ្នាវាយគ្នានៅប្រាសាទតាម៉ុនតូចតាម៉ុនធំនោះសូមឲ្យបាញ់ពួកខ្មែរសរិទ្ធឲ្យងាប់ទាំងអស់លោកបញ្ចូលចិត្តហេតុអ្វីបានលោកមានសង្ឃដីកាគេថាសម្ដីពៀនដូច្នេះដោយសារលោកមានពីមុនប្រវត្តិលោកមានដើមកំណើតជាសរិនប៉ុន្តែដែលលោកមានបញ្ហាផ្ទាល់ខ្លួនរបស់លោកធ្វើឲ្យចំនួនខ្ញុំក៏មិនបានដឹងច្បាស់ថាចំនួនមួយណាដែរបានមានគេដេញបាញ់លោកពីសរិនលោកក៏បានភៀសខ្លួនមកប្រទេសខ្មែរនៅចិត្តអូជ្រៅណាមិនដឹងថាខៃដនវាំងមួងឬកន្លែងណាច្បាស់លាស់ទេប៉ុន្តែនៅក្បែរអូជ្រៅនេះលោកបន្តមកលោកក៏បានភៀសខ្លួនទៅប្រទេសថៃវិញហើយបានបួសនៅវត្តនៅបូរីរ៉ាំណាលោកភាសាព្រះអង្គមិនគួរធ្វើអសរោះដូច្នេះទេដូច្នេះខ្ញុំមិនគ្រប់គ្រងទេដោយសារដែលលោកតំណោះផ្ទាល់ខ្លួនលោកមករៀលដាលរហូតណាពួកបងប្អូនខ្មែរសរិនធ្វើឲ្យមានការបែកបាក់សាមគ្គីគ្នារវាងខ្មែរកណ្ដាលខ្មែរសរិនឥឡូវនេះបងប្អូនខ្មែរសរិនមិនមែនតែត្រឹមតែជេរព្រះអង្គលោកតាស៊ុចទេគឺរៀលដាលដល់ខ្មែរកណ្ដាលយើងទាំងអស់គ្នាទៀតគួរណាស់បើសិនជាលោកល្អបរិសុទ្ធក្លាហាននឹងចេញសុំទោសដល់ពួកបងប្អូនខ្មែរសរិននោះប្រហែលជាប្រពៃបើមិនដូច្នោះទេគឺខាតការទំនាក់ទំនងរបស់ខ្មែរកណ្ដាលនិងខ្មែរសរិនអាចបែកបាក់សាមគ្គីគ្នាដោយសារលោកតាស៊ុចនេះឥឡូវនេះសម្ដេចទាំងពីរទាំងឪទាំងកូនគឺសុំបកលណាដើម្បីឲ្យលោកតាស៊ុចចូលសញ្ជាតិជាខ្មែរដូច្នេះរឹតតែប្រជាជននៅសុរិន្ទខឹងសម្បាខ្លាំងដូច្នេះសូមលោកតាស៊ុចក្លាហានសុំទោសដល់បងប្អូនខ្មែរសុរិន្ទដើម្បីកុំឲ្យមានការបែកបាក់ដោយសម្ដីដែលលោកបានមានសង្ឃដីកាដូចខ្ញុំបានជម្រាបរួចហើយថាបើសង្ឃដីការបស់ព្រះសង្ឃគឺមានគុណធម៌សិលធម៌តែបើសម្ដីធម្មតាគឺថាសម្ដីពេលសូមអធិស្ឋានអភ័យទោសបើមានការខុសឆ្គងបងប្អូនទាំងអស់ណាមួយដែលគ្រប់គ្រងទៅស៊ុចសូមអធិស្ឋានខ្ញុំនិយាយនេះដើម្បីបង្រួបបង្រួមកុំឲ្យបែកបាក់សាមគ្គីខ្មែរកណ្ដាលឬខ្មែរសរិនតែប៉ុណ្ណោះសូមខ្មែរសរិនមេត្តាបើខឹងលោកតាស៊ុចជេរលោកតាស៊ុចកុំរៀលដាលដល់ខ្មែរទាំងអស់របស់ខ្មែរកណ្ដាលយើងគឺជាខ្មែរដូចគ្នាយើងដឹងហើយថាខ្មែរកណ្ដាលខ្មែរក្រោមខ្មែរលើខ្មែរដូចតែគ្នាដល់ពេលលោកតាស៊ុចដាក់មួយផ្លែទៅធ្វើឲ្យការបែកបាក់កាន់តែធ្ងន់ជ្រៅទៅហើយណាសូមជ្រាបតែប៉ុណ្ណោះ